គឺយើងត្រូវត្រឹមស្ដាប់កុំឲ្យយើងចូលសមាធិព្រោះពេលស្ដាប់ធម៌ហ្នឹងបើមិនជាយើងនាំទៅចូលសមាធិអស់លើការសម្ដែងធម៌ហ្នឹងអត់បានការអីទេព្រោះសមាធិផលិតខឿទាំងអស់អញ្ចឹងបើលើការមកសម្ដែងធម៌គឺសម្ដែងតាមសោតដទ្វាអញ្ចឹងបើសិស្សសានុសិស្សចូលសមាធិកតនាបានសតិកម្មដ្ឋានអស់ទៅហើយអញ្ចឹងលើការសម្ដែងធម៌ហ្នឹងអត់នៅអញ្ចឹងធ្វើមកទៅចាស់ធ្វើសមាធិស្ដាប់ធម៌ណាមិនមែនតែធ្វើសមាធិមួយយ៉ាងទេគឺធ្វើសមាធិស្ដាប់ធម៌ពេលស្ដាប់ធម៌បើយើងចូលកាន់សមាធិឡើងកាន់ឧបេក្ខាទាំងអស់ហើយបង្អោនចិត្តទៅកាន់សោតៈសតទ្វានេះស្ដាប់ធម៌យកសំឡេងយកអត្តចេញពីអ្នកទាំងអស់នេះនាំចូលទៅក្នុងចិត្តហើយប្រៀបធៀបនឹងខ្លួនអញ្ចឹងបានន័យថាលោកអាចារ្យដែលសម្ដែងធម៌គឺមានបញ្ហាពីរបញ្ហាទី1គឺផ្ទៀងផ្ទាត់នៅធម៌ដែលខ្លួនបានឆ្លងកាត់ហើយដែលខ្លួនបានយល់ហើយដែលខ្លួនបានអនុវត្តហើយតើត្រឹមត្រូវនឹងធម៌ដែរឬទេនេះនឹងផ្ទៀងផ្ទាត់ដោយសម្ដែងទៅហ្នឹងគឺយើងដឹងខ្លួនយើងផ្ទៀងផ្ទាត់នឹងខ្លួនយើងឧទាហរណ៍ថាលោកសម្ដែងអំពីសិលអញ្ចឹងយើងផ្ទៀងយើងមើលតើសិលបានដូចលោកសម្ដែងទេវាខ្វះសណាណាបើលោកសម្ដែងអំពីសមាធិខ្យល់4តកូលតើយើងធ្វើដោយលោកសម្ដែងដែរទេកន្លងមកនេះយើងចេះដឹងអញ្ចឹងទេយល់អញ្ចឹងទេយល់ឃើញដោយលោកទេអញ្ចឹងទេយើងផ្ទៀងផ្ទាត់អាហ្នឹងយើងផ្ទៀងផ្ទាត់អញ្ចឹងលោកសម្ដែងខទៅគឺទៅផ្ទៀងនឹងការអនុវត្តរបស់ខ្លួនខុសឬត្រូវវាចាប់ឲ្យជាប់អាហ្នឹងហើយចំណុចមួយទៀតធម៌ថ្មីដែលខ្លួនមិនទាន់ត្រាស់ដឹងហើយលោកប្រាប់ឲ្យយកទៅធ្វើអញ្ចឹងយើងត្រូវចាប់យករបៀបដែលរបៀបការបប្រតិបត្តិនោះឲ្យបានចំណុចណាដែលយើងទិស្ទាក់មិនទាន់យល់គឺយើងត្រូវសួរលោកអាចារ្យយើងសួរហើយមិនត្រូវសួរលោកអាចារ្យអត់មានលាក់លៀមអត់មានខ្លាចរន្ធត់ញាប់ញ័រមិនហ៊ានសួរមិនហ៊ាននិយាយអត់មានខ្លាចគេសោចអត់ទេព្រោះដល់ពេលប្រឡងមិនមែនទៅទេណាអត់មានទៅទេក្តារខៀនទេប្រឡងគឺសួរឆ្លើយណាអញ្ចឹងយើងហាត់ទៅហើយហាត់ស្មារតីយើងប្រុងឆ្លើយប្រុងសួរឲ្យព្រោះមានតែប្រឡងអង្គុយជុំមានចេះអីអត់ទេប្រឡងមួយម្ដងឡើងដោយថាប្រឡងលឿនហ្នឹងចូលមួយមកបាត់ទ្វារសួរសិនហើយចេញទៅចូលមួយទៀតអញ្ចឹងអត់ទេយើងត្រូវតែហាត់សួរហាត់និយាយឲ្យហ្នឹងគោរពក្នុងការស្ដាប់ដោយព្រះពុទ្ធលោកពោលថាសកច្ចੰធម្មੰសូណាតេឃើញទេស្ដាប់ធម៌ដោយគោរពនឹងពាក្យថាគោរពអញ្ចឹងនឹងបានកើតអីបានកើតបញ្ញាមួយហៅថាសត្តមយៈបញ្ញាកើតពីស្ដាប់នឹងគោរពក្នុងការស្ដាប់ដល់ស្ដាប់យល់ចូលចិត្តហើយប្រៀបនឹងខ្លួនត្រឹមត្រូវហើយធម៌ទាំងឡាយដែលអាត្មាបានធ្វើកន្លងមកដូចជាពុទ្ធដីកាព្រះអង្គសម្ដែងអញ្ចឹងឃើញត្រឹមត្រូវទេហើយនឹងយកធម៌ថ្មីទៀតទៅធ្វើទៅភាវនានេះសំឡេងបទធម៌ដែលលោកសម្ដែងទាំងអស់បានចូលទៅក្នុងចិត្តហើយបង្កើតបញ្ញាយកទៅបរិកម្មភាវនាទៅឃើញដូចជាលោកសម្ដែងអញ្ចឹងនឹងហៅភាវនាមយៈបញ្ញាពាក្យបញ្ញាកើតពីចម្រើនអប់រំអញ្ចឹងបញ្ញាកើតពីស្ដាប់បញ្ញាកើតពីចម្រើនអប់រំ
បញ្ញាមួយទៅកើនពីគិតនឹងដែលយើងស្ដាប់ទៅយើងយល់ពេលស្ដាប់ហើយយើងយកទៅគិតលោកគ្រូសម្ដែងថាម៉េចឲ្យអង្គុយយ៉ាងម៉េចឲ្យដាក់ដៃយ៉ាងម៉េចឲ្យធ្វើយ៉ាងម៉េចទៅណាធ្វើចេះហ្នឹងហើយសត្វហើយចន្ទមយៈបញ្ញាសត្តមយៈបញ្ញាចន្ទមយៈបញ្ញាហើយបានភាវនាបានត្រាស់ដឹងធម៌ហើយភាវនាមយៈបញ្ញាគឺបញ្ញាទាំង3នេះកើតឡើងដោយសារគោរពស្ដាប់គោរពក្នុងការគិតគោរពក្នុងការប្រតិបត្តិនឹងគោរពអញ្ចឹងបដិបត្តិនេះมันដូចជាប្រយតិទេมันដូចជាកហៅបរិយ័តណាបរិយ័តគេស្ដាប់គេគិតអញ្ចឹងធ្វើម៉េចឲ្យទៅចាប់គឺបានទៅអង្គុយទៅចម្រើនអីឲ្យឃើញអីទេគេនាំគ្នាមកជុំគ្នាដូចតែគ្នាហ្នឹងអញ្ចឹងគេជុំគ្នាអញ្ចឹងប៉ុន្តែគេរៀនធម៌គឺមិនមែនរៀនរបៀបបប្រតិបត្តិទេគេរៀនជាកងធម៌ក្រុមធម៌ពួក1ពួក2ពួក3ពួក4វាហៅឲ្យចេះដឹងនៅពុទ្ធវចនៈណាគឺនៅតែសូត្រអភិធម្មអីបរមត្តធម៌ហ្នឹងសិតតែបរិយតិទេសិតតែបរិយតិទាំងអស់អ្នករៀនអ្នកគិតអ្នកទិញវិន័យនឹងគ្រាន់តែជាអ្នករៀនវិន័យទេមិនមែនអ្នកប្រតិបត្តិវិន័យទេអ្នកទិញអ្នកគិតឲ្យចង់ចាំវសូត្រនឹងគ្រាន់តែរៀនពុទ្ធវចនៈវសូត្រទេតែមិនទាន់ជាអ្នកធ្វើវសូត្រដោយការឡើងក្នុងខ្លួនទេនៅទេណាអ្នករៀនអភិធម្មនឹងអភិធម្មឲ្យបរមត្តធម៌នឹងតែមួយណាទៅច្រឡំថាបរមត្តផ្សេងអភិធម្មសងចឹងសំណឹងសូមថែពាក្យបន្តិចអភិធម្មៈមកអំពីអភិបពបត្តិទាំងធម្មៈផ្សំទៅអភិធម្មៈប្រែតែធម៌ល្អិតក្រៃលែងធម៌ដ៏ក្រៃលែងមកជ្រៅជ្រៅសុខុមណាអភិមួយម៉ាត់ហ្នឹងវាក្រៃលែងវាល្អិតវាសុខុមវាជ្រៅជ្រៅនេះធម៌ហ្នឹងគឺធម៌ហ្នឹងវាល្អិតវាសុខុមណាស់ដែលប្រពុតដោយសម្ដែងមកហ្នឹងបរិយតិហ្នឹងតែធម៌ដែលព្រះអង្គសម្ដែងហ្នឹងវាអស់សត្វអស់បកុលអស់ពួរខ្លួនទៅវាមានតែធម៌សត្វហើយសភាវៈហើយដល់សភាវៈហ្នឹងវាឆ្លងអំពីពាក្យបញ្ញត្តិលោកីវាសិតតែពាក្យបរមត្តទាំងអស់អញ្ចឹងបានលោកហៅអភិធម្មមកនិយាយពីខណ្ឌ5យតនៈ12ធាតុ13អរិយសច្ចៈ 4N 22បេសមុខបាន12ណាអភិធម្មស្មើនឹងពាក្យថាបរមត្ថៈមកពីបរមៈនិងអដ្ឋៈប្រែថាសេចក្តីបរមៈប្រែថាដល់ប្រសើរដល់ល្អិតអញ្ចឹងបរមត្ថៈហ្នឹងគឺធម៌ហ្នឹងមានសេចក្តីល្អិតក្រៃលែងល្អិតម៉ាស់អញ្ចឹងវាសិតទៅស្វវេទអត់ដូចតែគ្នាហ្នឹងអភិធម្មនិងបរិមត្តដូចតែគ្នាទេអ្នករៀនបរមត្តធម៌អ្នករៀនអភិធម្មហ្នឹងគេហៅពុទ្ធវចនៈមិនទាន់ហៅវិបស្សនាតរៈទេដល់ទៅតនឹងដល់តនដូចតែរៀនវិន័យចាំវិន័យតែអត់ទាន់ហៅអ្នកត្រូវត្រង់វិន័យទេគេហៅវិនយៈសរោនោះអ្នករៀនប្រសូតចាំពាក្យរបស់ព្រះអង្គប្រសូតតែមិនទាន់ហៅសតន្តៈរូទេនៅទេនៅរៀនបរមត្តធម៌ហ្នឹងក៏នៅរៀនចាំអញ្ចឹងមិនទាន់ហៅវិបស្សនាថេរៈទេគេវិបស្សកោអញ្ចឹងបានលោកចែកថាការទិញវិន័យឲ្យចាំនឹងមួយការទិញទៅដោយកម្មនឹងមួយការទិញអភិធម្មបរមត្តធម៌មួយហ្នឹងទាំងអស់នេះហៅបរិយតិយល់ទេ
năng là cái lừa cái lòng kia cái năng ở đây cái lòng cái năng song xa là vọt này về hai cứ ăn ban phư phân chẳng nhận vì này yên vì này cho là năng tốt cái về cá cho trong vì này nó sẽ hàm mới chơi chẳng để cho ra là cao tiêm cắt cái cho tiêm thế chẳng vì này cứ cái nào đọc cái cho trong vì này mà mát á cứ là nó phơ bỏng ăn nó vọt vì này nè bàn khai tới cái sầu nè bàn khai tới cái sầu thế bàn khai tới cái sầu nên đó là hiện nay giờ mà phải bắt phơ tới thì tới cái hai cái sầu nè là sầu cứ chỉ nè trong vì này nó ai vô chuyện trong bạnจะคำจังจะบอกจะบอกแต่เศร้าอย่างเงี้ยตีเตียนเศร้าเทียบนี่จำรู้แต่บางมันตอนเอาเทียมันตอนเศร้ามันตอนเทียบเทียบนี่เต้มันหายตรงกับเขาเต้ถึงฉันจอดเทียบเทียบเคยมั้งสำได้จังมั้งเคยมั้งเคยแบบตัดทออะไรนั้นบ้านเอาเทียนกับตรงเอาเทียนนั่นจะให้เนี่ยตรงกับเขากับปงสังงอมมายังฟังเตระตาแต่นั่นให้ในตรงกับเขากับปงกุยเพียมันเดียนั่นจะให้ตรงกับเขาแต่นั้นในตรงกับเขาถือนั่นคือเราเติบรมัตถะอเวทอมได้ให้ชาวิปัสนาแต่ละนุบันในแต่ยอดพอต้องเอาเดินติงจำตามไปคันเทียบอายตนะอันตรีสัจจะประสมบาทนั้นยอมมอกับน็อตตกน้องจัดโยนิสามเนี่ยสิการะนี่เนี่ยสัจจะผู้มาร้อมหรือว่าปัสนาแต่เนี่ยผู้มาร้อมอาไปทอมดอนั้นมันยอมมาดอที่ดอเยอะจำได้นามไว้จะให้ได้เกี่ยวเปียหารูปท่อเนี่ยนะเมื่อละแม่รูปท่อวันหนาวนั่งจับจับผู้มาร้อมเป็นติ้งเนี่ยนะติ้งอยู่ว่ายังมากำนัดเนี่ยวันหนาวนั่งยังหายกำปองแต่สักษาผู้มาร้อมจังรู้มาไพ่ใบไตรฟูโยดิซอมเนี่ยสกัดตกนองจับตงอกนองเรียงกายเนี่ยนั่งบางยังหายสักษาผู้มาร้อมระบอบวิปัสสนาเมื่อขอนั้นติ้งเนี่ยแต่ขอนั้นติ้งอะไรจะเตะมาได้อัดกลายเตะอัดแต่ใจนั่นจะให้คำนับรวมไทยไหมกี่กำนับกี่ศึกษารวมไทยไหมกี่เรียนคำยกมวยจับมันจนคำเลยลูกจ้าเนาะกองซาน่าใจลูกจ้าเขาสำได้เอากี่ยุลมปีเปียถาวันเอาดังนั้นไม่สัตย์เจ้าดังนั้นไม่กวนเจ้าดังนั้นไม่รักษาดังไม่เอาเจ้าเรื่องใดละหอยนะเอากี่ยันคำเยอะเรื่องมือเสียบมือเรื่องมันเรียนยังมีภาษาเรียนยังเดี๋ยวจะใช้ตะกร้าเขียนจะตะกอดเตะตะเตียกอดเตียนั้นดังเรียนทำไมยินเจ้าตีนั่งหยัดนั่งอะไรnói dương tọt này đi từ nó dương sập sao phí vipassana mình xem nè sơ samadhi yên lòng hỏi lấy sập sao phí vipassana hơi nằm đấm màn gì vipassana chờ samadhi bậc cô ơi bậc cú vipassana cao sao vậy họ hỏi sơ bậc cô ơi kháng thầm người cha ai sợ lạiนี่ขณะเดี๋ยวนี้คือศึกษาอันเป็นวิปัสสนาตัวละวิปัสสนาครับหมอวิปัสสนาปัญญาสัมศึกษาเป็นภูมิรับเนี่ยศึกษาเป็นริกุลวิปัสสนาศึกษาเป็นตัววิปัสสนาหมอนี่นั่งยืนเจ้าดาวหนักผู้ให้จำลงยีบอมไอ้ตาเจ้าเนี่ยนะฮะเจ้านั่นสลายไม่ชัวร์ที่หมอเช็คติดที่ตัวยันดูฉลาดมาตอนท้ายตกใจยังมาก็ได้ก็ยังประกาศนาสมาพิมพ์สารือ
យកចំណុចខ្លះគេហៅថ្នាក់ដំបូងខ្លះឆ្នាំទី1ឆ្នាំទី2ខ្លះហើយបានចាប់តបឆ្នាំទី3ទៅហ្មងនឹងសាររឿចាស់ណាសាររឿចាស់តែលើព្រះអង្គអីភ្លេចទៅតាលោកយាយអីភ្លេចអញ្ចឹងទៅអញ្ចឹងបានទៅសាររឿឥឡូវយើងស្ដាប់ចំណុចមួយសំខាន់បើគេសួរថាអ្នកសិក្សាវិបស្សនាត្រូវមានអីជាខាងដើមណាមានអីខាងដើមមានសទ្ធាណាទៀតណាណាធម្មវិបស្សនាដែលយើងបប្រតិបត្តិមានសទ្ធាខាងដើមធម៌មានជំនឿដូច្នេះជំនឿដែលកើតឡើងក្នុងចិត្តគឺយើងត្រូវតែបញ្ចេញឲ្យឃើញច្បាស់ដោយកាយប្រយោគនិងបច្ចេកប្រយោគនឹងគេហៅថាអ្នកមានជំនឿនោះទេណាណាគេហៅសទ្ធានុសារីបុគ្គលអីនោះអ្នកមានកិរិយារលឹកដោយជំនឿនោះទេអញ្ចឹងមានជំនឿនៅខាងដើមអញ្ចឹងជំនឿដែលយើងត្រូវនិយាយនឹងតើយើងនិយាយថាម៉េចនេះដល់ពេលប្រឡងសួរអញ្ចឹងណាយើងជឿថាម៉េចហើយបញ្ចេញឲ្យឃើញច្បាស់ឥឡូវនេះនឹងភ្នែកនឹងតិចតែហ្មងទៅអញ្ចឹងជំនឿយើងត្រូវនិយាយថាជំនឿគឺកម្មផលនេះគោលការណ៍កម្មផលណាមនុស្សអាយុខ្លីមកអំពីសម្លាប់សត្វមិនមកអំពីអីទេមិនមែនមកអំពីគេបាញ់ទេហើយច្រឡំគេបាញ់មកអំពីម៉ូតូជន់មែនទេមែនមកអំពីម៉ូតូជន់ផងហើយមកអំពីអីមកអំពីឈឺបានវាស្លាប់អញ្ចឹងអាយុខ្លីហើយសត្វមែនគេនាំគ្នានិយាយតែផលគេមិនដែលនិយាយខែតកងនេះអ្នកមានជំនឿក្នុងខ្លួនគេនិយាយមិនគេនិយាយថាគាត់ដែលអាយុខ្លីហ្នឹងមកពីគាត់សម្លាប់សត្វទៅជាតិមុនមកព្រោះជនណាឲ្យអាយុខ្លីគេនឹងបានអាយុខ្លីវិញអញ្ចឹងម៉ូតូជន់គេបាញ់គេសម្លាប់ទាំងអស់នេះសុទ្ធតែជាគ្រឿងសម្រេចរបស់មនុស្សអាយុខ្លីទាំងអស់ហើយលទ្ធផលទេណែផលមនុស្សនឹងដើរទៅឲ្យម៉ូតូជន់ណាមានម៉ូតូហត់ទៅជន់ឯងណាបើអញ្ចឹងគេជន់គ្រប់តែគ្នាដែរគេសម្លាប់គ្រប់តែគ្នាដែរអានេះជាផលរបស់កម្មរបស់ផងខ្លួនបើយើងនិយាយចំតំណឹងយើងអត់កើតទោសៈអត់តូចចិត្តទេឃើញទេអត់កើតទុកអត់តូចចិត្តអត់ជីអត់ដឹងអត់តាមចាប់អីតោះធ្វើឲ្យកម្មរបស់ខ្ញុំនេះជាលទ្ធផលរបស់ខ្ញុំសាងពីមុនមកអញ្ចឹងអត់មានតែប្តឹងផ្ដាល់តឡាការបលិសចាប់រណាអីណាអត់អស់ព្រោះបុគ្គលដែលមានជំនឿក្នុងសាសនាពុទ្ធបើយើងអត់ជឿទេនៅនេះជន់អញឲ្យទៅចាប់វាដាក់គុកបង្កើនកម្មបន្តទៅទៀតយល់ទេយើងសាងកម្មយើងទទួលផលនៃកម្មអំពីយើងធ្វើបជនមុនហើយយើងទៅសាងកម្មបច្ចុប្បន្នសម្រាប់ជាតិក្រោយទៀតអញ្ចឹងមកអំពីយើងអត់ទាន់យល់អំពីពុទ្ធសាសនាឥឡូវយល់ហើយនៅហ៎យល់ហើយនៅចេះនិយាយត្រូវទេយ៉ាត់ប្រឡងធ្លាក់សួរអញ្ចឹងហើយអត់មានទៅសួរអីទេព្រោះសត្វទាំងអស់កើតតាមហេតុតាមបច្ច័យកើតក៏តាមហេតុតាមបច្ច័យរលត់ក៏តាមហេតុតាមបច្ច័យកើតនិងរលត់តាមហេតុតាមបច្ច័យជាបន្តបន្ទាប់អត់ឈប់អញ្ចឹងគាត់ដឹងឈឺច្រើនមិនមកឲ្យគាត់ធ្វើការប្រឹងទេមកអំពីគាត់បៀតបៀនសត្វអីតាគេប្រឹងព្រោះគ្នាមិនក៏ឈឺទៅគាត់នឹងគាត់បៀតបៀនសត្វអញ្ចឹងមនុស្សយើងណា
ត្រូវចេះទទួលកំហុសរបស់ខ្លួននឹងបានទៅទៅពៀនបានហើយបើដើរតែបន្ទោគេនឹងអត់បានទៅទៅពៀនទេខ្លួនឯងឈឺទៅបន្ទោខ្មោចខ្លួនឯងឈឺទៅបន្ទោខ្មោចម៉ែខ្មោចឪអត់បានទៅនៅពៀនទេព្រោះអីព្រោះបកគលយល់ធម៌ចំមិនមែនជាហេតុហើយសត្វទាំងឡាយសពថ្ងៃនេះគេតែងតែកាន់យកផលមកធ្វើជាហេតុទាំងអស់អត់ច្រឡំធម៌ហើយច្រឡំធម៌ហើយនឹងរឿងជំនឿណានេះជំនឿនេះលោកយាយព្រះអង្គសតស័កទី3ឆ្នាំទី3អើយគាត់នេះក្រលហេងលហាមបាយទឹកមកពីអីមកពីគាត់ខ្ជិលអស៊ីអីមកភ្លើងចិត្តតែឆេះអីហើយមកពីចោលចិត្តតែលួចហើយកូនខ្លាញហើយប្តីកុំខ្លាញមកពីអីមកពីទោះអត្តនីទានអ្នកការដែលខ្លួនសង្សំទុកហើយក្នុងការមុនឃើញទេគេនិយាយចិត្តតែថានេះកម្មគាត់ធ្វើម៉េចបើកម្មគាត់អញ្ចឹងគាត់មកជួបប្តីគាត់អញ្ចឹងកម្មគាត់អញ្ចឹងមកជួបកូនគាត់អញ្ចឹងសិទ្ធិកម្មទាំងអស់ម្ល៉េះហើយកាលណាបើយើងស្គាល់កម្មរបស់យើងគឺយើងអត់ត្រូវការទៅបន្ទោសទៅជេរទៅស្ដីជនណាម្នាក់ដែលធ្វើឲ្យធ្លាប់យើងវិនាសទេនេះជាកម្មរបស់ខ្លួនបានលទ្ធផលជួបអញ្ចឹងគេបំផ្លាញគេលួចគេឆក់សុទ្ធតែជាផលរបស់កម្មរបស់យើងទាំងអស់ហើយអំពើដែលគេធ្វើនោះមកលើយើងគឺជាកម្មថ្មីរបស់គេដែលត្រូវទទួលផលក្នុងអនាគតកាលវិញយើងទទួលផលកម្មចាស់គេសាងជាមួយយើងដើម្បីសាងកម្មរបស់គេក្នុងបច្ចុប្បន្ននិងត្រូវទទួលទៅក្នុងអនាគតគេអ្នកទទួលក្នុងគេយើងសោយផលនេះឲ្យយល់ហ្នឹងអញ្ចឹងបានប្រពុតថាម៉េចកាលណាបើយើងយល់អញ្ចឹងតាំងយើងមានសេចក្តីយល់ថាអ្នកធ្វើល្អបានល្អអ្នកធ្វើអាក្រក់បានអាក្រក់ដោយប្រពន្ធលោកពោលថាកល្យាណការីកល្យាណੰតាបការីចតាបកម្មអ្នកធ្វើល្អបានល្អអ្នកធ្វើអាក្រក់បានអាក្រក់ឃើញសទ្ធិអសទ្ធិបច្ចតੰនិយោអញ្ញវិសោតយេសេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធវាស្រេចទៅលើខ្លួនឯងជាអ្នកដោះលាងមិនអាចញ៉ាំងជនដទៃឲ្យដោះលាងបានឡើយអញ្ចឹងណានេះអានឹងអញ្ចឹងមិនអាចញ៉ាំងជនដទៃដោះលាងបានឡើយណាគឺខ្លួនយើងទាំងអស់នេះខ្លួនយើងទាំងអស់ខ្លួនយើងទាំងអស់ខ្លួនយើងជាអ្នកធ្វើខ្លួនយើងអ្នកទទួលកាលណាបើយើងអញ្ចឹងហើយអត់មានបញ្ហាទេដូចអង្គុលមាឃើញទេទៅបិណ្ឌបាតស្រុកដបងខ្លះដុំដីខ្លះប្រកេះហូរឈាមលហាមបាតបែកលហែកចពោមិនបានបាយហើយបានផលអញ្ចឹងមកហើយធ្វើដំណើរទៅថ្វាយបង្គំព្រះដ៏មានភាពហើយពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមទ្រង់ប្រោសមេត្តាប្រោសកលេចមើលទូប្រោះបង្គំចពោក៏លហែកបាតក៏បែកប្រកេះក៏ឈាមព្រះពោលតបថាណែស្រំអង្គនេះស្រំសមណៈពាក្យស្រំណាណែស្រំគឺសមណៈហ្នឹងឯងឬថាណែសមណៈណែស្រំដូចគ្នាទេតើណែឯងទ្រាំបានទេបើសិនជាណែឯងអត់ទ្រាំទេឯងនឹងចុះទៅក្នុងមហានរកដ៏ជ្រាលជ្រៅរកទីបំផុតគ្មានបើសិនជាអ្នកទ្រាំបានអ្នកនឹងផុតទុក្ខអង្គលមេថាបបិទ្ធព្រះអង្គទូលប្រាប់បង្គំខ្ញុំទ្រាំបាននេះជាកម្មរបស់ខ្ញុំព្រះអង្គហេពួកលោកសម្រាប់គេរាប់រយណោនេះជាលទ្ធផលរបស់លោកឲ្យក្នុងបច្ចុប្បន្នមិនចាំទៅអត់ឯណាទេផលហ្នឹងក៏ឲ្យក្នុងបច្ចុប្បន្នពួកលោកត្រូវប្រេណពៀននោះអញ្ចឹងត្រូវទទួលផលមុនណាយើងត្រូវទទួលផលមុនណាយើងត្រូវទទួលផលមុន
vậy còn món lứa sọc năng cái hiền thọ dục bát tích tới á sọc năng cái hiền thọ nếu ăn từ mía lúc vô chứ ban lúc chơi những pi phải đó mía phía tới sờ nòng quay bên lên chừng bên người ta thò sắp chẳng lại đây là mà anh ban phư hơi có lòng ngon xôm sắp thằng óc nó cũng ai miền tiền được đi cũng ai miền tục cũng ai miền tu ai miền tài để sắp hơi là sạc luôn ban chẳng đi tỏ từ cái đấy nên lúc tới gì chẳng biết là lúc ai miền tha nên ní sầm lập anh nên ní vay các bà anh ní dây ní chào tập vòng anh dây ní ở đạn bạt anh ở tới đoàn dây phía xa nó đấy phố phía xa nó cái hai trong cầm hăng phía bạt ní hai là bóc ta na để bạt thì đây chân lông con bên dây thả là lấy được thả sắp thằng ọc mẹ bà cúp bàn tắt qua là mà anh hơi sắp thằng ọc xôn bàn sọc bàn cho mà ra nên lục sai chất trong với nhá chẳng ăn cái mía đại diện này chưa cầm phá xúc bàn sầm lại pra hạt phá bo để bố đòi về chia bảy mình thò mà ra nè chấm nửa